ជាបឋមសូមក្រាបថ្វាយបង្គំនមស្ការចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាមួយលើក៏សូមក្រាបថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គដែលគង់នៅតាមទីវត្តអារាមនានាដោយសេចក្តីគោរពចម្រើនពរញាតិញោមជាពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីទាំងអស់ដែលជាអ្នកដើរតាមលំអានមេគាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៅក្នុងព្រះពុទ្ធសាសនាថ្ងៃនេះខ្ញុំបកណ្ណាអាត្មាភាពនឹងលើកយកអំពីប្រធានបទហ្នឹងគឺការកាត់បន្ថយនៅការរំពឹងទុកណាដើម្បីជាការចែករំលែកយកទៅពិចារណានៅក្នុងឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូខ្លះៗដើម្បីយើងយកទៅអនុវត្តប្រតិបត្តិពិចារណានៅក្នុងជីវិតនាពេលបច្ចុប្បន្ននេះឯងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយភាគច្រើនដែលមិនដឹងថាសេចក្តីទុក្ខភាគច្រើនដែលកើតឡើងមកអំពីគម្លាតរវាងការពិតនិងការរំពឹងទុកណានៅពេលដែលយើងម្នាក់រស់នៅជាមួយនឹងអ្វីដែលយើងចង់ឲ្យមានចិត្តរបស់យើងនឹងមិនដែលស្គាល់នៅពាក្យថាគ្រប់គ្រាន់នោះឡើយព្រោះតែវារត់ទៅតាមចាប់នៅស្រមោលនៃសេចក្តីប្រាថ្នាដែលមិនចេះចប់មិនចេះហើយដោយតណ្ហាគឺការចង់បានមិនចេះចប់ទេការលោភលន់លោភៈនិងតណ្ហាប្រកបដោយតណ្ហានេះឯងទី1គឺការរំពឹងទុកគឺជាខ្នោះនៃបច្ចុប្បន្នភាពនៅក្នុងគម្ពីរព្រះអភិធម្មបិដកលោកបានសម្ដែងថាកាលណាបើចិត្តរបស់យើងនឹងមានតណ្ហាវាវាយតម្លៃអ្វីគ្រប់យ៉ាងតាមរយៈសេចក្តីត្រូវការនៃចិត្តឬក៏មិនត្រូវចិត្តសេចក្តីត្រូវចិត្តឬសេចក្តីមិនត្រូវចិត្តបើយើងម្នាក់រំពឹងថានៅថ្ងៃនេះមិនត្រូវភ្លៀងទេតែបើជាភ្លៀងមកនោះទុកនឹងកើតឡើងភ្លាមប៉ុន្តែបើយើងរស់នៅជាមួយនឹងអ្វីដែលជាការពិតអ្វីដែលមាននៅក្នុងបច្ចុប្បន្នគឺមេឃកំពុងតែភ្លៀងយើងគ្រាន់តែទទួលស្គាល់ថាមេឃកំពុងភ្លៀងហើយនោះចិត្តយើងនឹងមិនមាននៅសេចក្តីទុក្ខឡើយទី2ទទួលស្គាល់នៅការពិតទៅតាមសភាវៈការកាត់បន្ថយនៅការរំពឹងទុកមិនមែនមានន័យថាការអស់សង្ឃឹមនៅក្នុងជីវិតនោះឡើយកុំយល់ច្រឡំញាតិញោមប៉ុន្តែវាគឺជាការរស់នៅដោយមានយោនិសោមនសិការៈគឺការចេះពិចារណាដោយឧបាយដែលត្រូវវាគឺជាការធ្វើការងារឲ្យអស់ពីលទ្ធភាពនៅក្នុងបច្ចុប្បន្នប៉ុន្តែមិនបង្ខំឲ្យលទ្ធផលត្រូវតែដូចចិត្តចង់បាន 100% នោះឡើយពេលញាតិញោមជាពុទ្ធបរិស័ទលោកអ្នកទាំងអស់មានអារម្មណ៍ថាខកចិត្តចូលត្រឡប់មកសួរសំណួរនេះទៅកាន់ខ្លួនឯងថាតើមកពីការពិតវាមិនល្អឬមកពីយើងនឹងរំពឹងខ្ពស់ពេកនេះជាសំណួរយើងសួរខ្លួនឯងរឿយចូលសម្លឹងមើលអ្វីដែលមាននៅក្នុងដៃហើយរីករាយនឹងវានោះលោកអ្នកញាតិញោមជាពុទ្ធបរិស័ទទាំងអស់នឹងឃើញថាជីវិតនេះគឺមានសេចក្តីសុខស្រាប់ទៅហើយប៉ុន្តែយើងនឹងមិនបានដឹងដោយយើងមិនបានសិក្សាមិនបានយល់មិនបានពិចារណាអំពីជីវិតនេះឯងនៅពេលដែលខឹងឲ្យដឹងថាខឹងមិនមែនលងនៅក្នុងកំហឹងនោះទេមនុស្សភាគច្រើននៅពេលដែលមានអារម្មណ៍អ្វីមួយកើតឡើងតែងតែយកខ្លួនឯងនឹងទៅត្រាំនៅក្នុងអារម្មណ៍នោះឧទាហរណ៍នៅពេលដែលខឹងយើងច្រើនតែនិយាយថាខ្ញុំខឹងអញ្ចឹងទៅហើយយើងក៏នឹងคล้ายទៅជាកំហឹងនោះតែម្ដងប៉ុន្តែក្នុងវិថីចិត្តការដឹងខ្លួនមានន័យថាលោកអ្នកញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្រាន់តែជាអ្នកមើលដែលឈរមើលកំហឹងដើរកាត់មុខប៉ុណ្ណោះទី1កំហឹងមិនមែនជាយើងនៅក្នុងព្រះអភិធម្មទោសៈចិត្តសឹកកំហឹងនេះវាគឺជាភ្ញៀវដែលចូលមកទុំនៅនឹងចិត្តមួយខណៈតែប៉ុណ្ណោះរួចវាក៏នឹងរលត់ទៅវិញជាធម្មតាទៅតាមសភាវៈរបស់ចិត្តហ្នឹងទៅបើយើងគ្រប់គ្នាមានសតិដឹងថាអូនេះកំហឹងកំពុងតែកើតឡើងហើយនោះយើងនឹងមានគម្លាតមួយធ្វើឲ្យកំហឹងនោះមិនអាចនឹងគ្រប់សង្កត់ឬក៏ឲ្យកំហឹងនោះគ្រប់គ្រងយើងបានឡើយទី2គ្រាន់តែដឹងមិនមែនលងចូលការដឹងអារម្មណ៍ប្រៀបដូចជាយើងនឹងឈរនៅមាត់ច្រាំងហើយមើលទឹកដែលកំពុងតែហូរ
ណាយើងឃើញទឹកល្អក់យើងឃើញណាទឹកនឹងថ្លាណាប៉ុន្តែมันលោតចូលនៅក្នុងទឹកនោះឲ្យវាណាបោកប្រាស់យើងឡើយនៅពេលដែលសតិណាដើរតួជាអ្នកដឹងអារម្មណ៍អាក្រក់ទាំងឡាយនឹងរលត់ទៅយ៉ាងលឿនរហ័សព្រោះវាខ្លាចនៅពន្លឺនៃសតិបញ្ញានេះឯងណានៅពេលដែលមានចិត្តមិនសប្បាយចិត្តឬក៏ខឹងនរណាម្នាក់ចូលញាតិញោមជាពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីចូលប្រាប់ខ្លួនឯងនៅក្នុងចិត្តថាណាដឹងហើយណាកំហឹងកំពុងតែកើតឡើងហើយនៅពេលដែលលោកអ្នកញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដឹងនោះកម្លាំងនៃកំហឹងនោះនឹងណាថយចុះភ្លាមកុំព្យាយាមសង្កត់វាឬព្យាយាមណាបណ្ដោយទៅតាមវាណាគ្រាន់តែដឹងនៅវត្តមានរបស់វាដោយចិត្តជាកណ្ដាលណាទៅបានហើយណាទើបយើងស្វែងយល់ថាកំហឹងនឹងវាគឺជាណាទុកទោសមួយសម្រាប់យើងនៅពេលបច្ចុប្បន្ននិងនៅពេលណាអនាគតទៅមុខទៀតមនុស្សយើងម្នាក់ណារៀនរស់នៅម្នាក់ឯងដោយគ្មានណាទូរស័ព្ទឬក៏គ្មានណាសម្ភារៈនិយមដើម្បីសង្កេតមើលនៅចរន្តនៃចិត្តរបស់យើងណាឲ្យបានជាក់លាក់នៅក្នុងពិភពលោកបច្ចុប្បន្នញាតិញោមជាពុទ្ធបរិស័ទទាំងអស់ណាមនុស្សយើងខ្លាចភាពស្ងប់ស្ងាត់នៅក្នុងពេលណានៅម្នាក់ឯងត្រឹមតែ1នាទីយើងនឹងច្រើនតែទាញនៅទូរស័ព្ទណាមកមើលដើម្បីកំដរចិត្តទម្លាប់នេះធ្វើឲ្យចិត្តរបស់យើងคล้ายទៅជាអ្នកណាសុំទាននៃអារម្មណ៍ណាដែលត្រូវដើររកចំណីរូបភាពសម្លេងណាពីខាងក្រៅមកបំពេញភាពអបសុខជានិច្ចនឹងឯងទី1ការកាត់ផ្ដាច់ការរំខានដើម្បីសង្កេតវិថីនៃចិត្តនៅក្នុងគម្ពីរព្រះអភិធម្មណាបរិច្ឆេទទី4ពន្យល់អំពីវិថីចិត្តនៅពេលដែលយើងមើលណាទូរស័ព្ទចិត្តរត់ចេញទៅតាមចក្ខុទ្វារគឺភ្នែកណាយ៉ាងលឿនបំផុតកាលណាយើងដាក់ទូរស័ព្ទចុះហើយនៅម្នាក់ឯងនៅក្នុងភាពស្ងប់ស្ងាត់ចិត្តនឹងត្រឡប់មកធ្វើការតាមមនោទ្វារណាផ្លូវចិត្តវិញនេះគឺជាឱកាសមាសដែលយើងអាចមើលឃើញចរន្តនៃចិត្តណារបស់ខ្លួនឯងថាតើវាមាន